Chú sư chiên miên srei krau khnyom trong lên leh anh lên đại tế. Lên. Bong lên khnyom có lên đại. Lò. Khnyom nâng oi mê thiêu vi priêng lịch khật lên leh anh tơ riệp trong ai ván tờ. Khnyom chmu chiến sĩ khnyom nâng chiến diện mình men chỉ bong ôn bằng cả tể. Tai ca bật mình prai pru cư đào tam bong srei nâng miên robot ngang nhảm. ពុកម៉ែចិត្តធ្វើឯកសារសុំចិញ្ចឹមរួចហើយទៅថ្ងៃមុខឯងជាប្អូនស្រីខ្ញុំហើយបើអ្នកណាហ៊ានធ្វើបាបជាងស៊ីទៀតខ្ញុំមិនលើកលែងឲ្យឡើយដើម្បីបានរៀនជាមួយបងស្រីខ្ញុំបានលោតផ្លោះពីថ្នាក់ចុងក្រោយក៏បានចូលរៀនសាកលវិទ្យាល័យជាមួយបងស្រីដូចបំណងក្រោយរៀនចប់បងស្រីបានបើកស្ទូឌីយោមួយហើយបងថ្លៃខ្ញុំជាអ្នកវិនិយោគដំបូងគេបងស្រីបើបងរៀបការទៅតើខ្ញុំត្រូវធ្វើម៉េចទៅលោកស្រីសៅប្អូនស្រីលោកស្រីមកហើយបងស្រីខ្ញុំមកទៀតហើយចូលចិត្តម្ហូបនៅផ្ទះបងខ្លាំងណាស់មែនទេធ្វើម៉េចទៅម្ហូបបងស្រីធ្វើឆ្ងាញ់ខ្លាំងណាស់នឹងបងស្រីខ្ញុំត្រូវឡានបុកហើយជាស៊ីឯងយ៉ាងម៉េចហើយរបួសត្រង់ណាបងស្រីខ្ញុំឈឺក្បាលឈឺដៃឈឺជើងឈឺពេញខ្លួនតែម្ដងស្រីស្អាតខ្ញុំមិនទាន់ជន់កែផងនាងចង់បោកយកលុយមែនទេមិនដឹងទេគឺលោកបុកខ្ញុំលោកត្រូវតែទទួលខុសត្រូវស៊ីយេជូននាងទៅមន្ទីរពេទ្យទៅបាត់យល់ហើយយឺតបន្តិចយឺតមិនបានទេខ្លាចទៅដល់យឺតរបួសនាងជាបាត់នាំតែខាតជើងទេកុំមើលមកខ្ញុំដោយខ្សែភ្នែកបែបហ្នឹងថាំជីថ្ងៃនេះនាងមានបំណងអីទើបធ្វើរឿងបែបនេះខ្ញុំចង់រៀបការជាមួយលោកមើលមិនឃើញថាខ្លួនតូចតែមហិច្ឆតាធំសោះតែអ្នកចង់ការជាមួយខ្ញុំមានច្រើនណាស់នាងត្រូវប្រញាប់ឡើងកុំបារម្ភខ្ញុំនឹងតោងលោកឲ្យជាប់មិនខាននាងធ្វើស្អីហ្នឹងមិនមែនលោកប្រាប់ឲ្យខ្ញុំតោងឲ្យជាប់ទេហេការឲ្យសប្បាយចិត្តម្លេះទៀមទាទៅរស់នៅជាមួយបងថ្លៃយប់សំដំណេកសោះមកនិយាយរឿងហ្នឹងមែនហើយបើមិនព្រមទេកុំសង្ឃឹមបានឡើងក្រេកខ្ញុំឲ្យសោះទៅឥឡូវនេះតែម្ដងទោះមិនដឹងថាគាត់ស្រឡាញ់ខ្ញុំត្រង់ណាតែឆៅឆេយ៉ានព្រមចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយខ្ញុំក្រោយស្គាល់គ្នាបាន3ថ្ងៃតែខ្ញុំក៏មិនចង់ដឹងមូលហេតុដែរសំខាន់ខ្ញុំបានមករស់នៅក្នុងវីឡាដ៏ធំរបស់បងស្រីខ្ញុំអីវ៉ាន់ពួកយើងបើមិនរៀបចំ2ថ្ងៃ2យប់ទេគឺមិនអស់ឡើយបងថ្លៃឲ្យលុយចាយម្នាក់2លានរាល់ខែប្តីខ្ញុំពឹងផ្អែកតែលើបងប្រុសចាយលុយដូចទឹកដឹងតែពីសបាយដូចនេះបងថ្លៃត្រូវចិញ្ចឹមពួកយើងទាំងពីរទៀតម្នាក់រក3អ្នកចាយ
តែគាត់នៅមានគុណធម៌ខ្លះចែកលុយ2លាននោះឲ្យខ្ញុំពាក់កណ្ដាលរាល់ខែរាល់ការចំណាយក្នុងផ្ទះគឺបងថ្លៃចេញទាំងអស់រៀបការ2ឆ្នាំខ្ញុំសន្សំលុយបានដល់ទៅ8ខ្ទង់ខ្ញុំថាមែនបងស្រីខ្ញុំពិតជាឆ្លាតណាស់ដើរតាមគន្លងបងស្រីគឺមិនខុសឡើយជាតិនឹងបានរស់នៅពឹងផ្អែកលើបងស្រីគឺពិតជាមានតម្លៃណាស់បងស្រីខោអាវច្រើនពេកញាត់មិនចូលទេបងមានវ៉ាលីសសខ្លះទេអញកំពុងរៀបចំខ្លួនឯងមែនទេចាសោះមិនមែនបងប្រាប់ឲ្យខ្ញុំរៀបចំអីបានទេអីបងបានហៅសេវាកម្មរៀបចំផ្ទះហើយតិចទៀតពួកគេមកដល់ហើយហេតុអីខ្ញុំគិតមិនឃើញថាអាចជួលគេបាននេះខ្ញុំពិតជាខ្វះបងស្រីមិនបានមែនឯងគ្រាន់តែរៀបចំឯកសារផ្ទាល់ខ្លួននិងគ្រឿងអលង្ការក្នុងទូដែកទៅបានហើយក្រៅពីនឹងទុកឲ្យពួកគេរៀបចំចុះតើអូនកំពុងធ្វើអីហ្នឹងរៀបចំអីវ៉ាន់ខោអាវទាំងនេះដាក់មិនអស់ទេចាំបងចែកកន្លែងឲ្យអូនខ្លះមិនបាច់ទេខ្ញុំត្រូវរើចេញហើយអូនព្រមចាក់ចេញពីទីនេះហើយតាពួកយើងត្រឡប់ទៅផ្ទះវិញមែនទេចាំបងជួយរៀបចំបងយល់ច្រឡំហើយគឺខ្ញុំនិងបងស្រីខ្ញុំរើចេញបងប្រុសបងក្បត់ចិត្តបងស្រីខ្ញុំចង់លែងលះហើយយ៉ាងម៉េចទៀតខ្ញុំទៅជាមួយបងស្រីខ្ញុំពួកយើងក៏លែងលះគ្នាដែរជៀនស៊ីអូនហ៊ាននិយាយម្ដងទៀតមើលបងស្រីខ្ញុំចង់លែងលះជាមួយបងប្រុសបងហើយខ្ញុំក៏កុំអាងខ្លួននៅក្មេងធ្វើអ្វីតាមតែចិត្តពេកគួរតែប្រុងប្រយ័ត្នខ្លះទៅខ្ញុំក៏មិនចង់ដែរតែអាឆៅសេននោះមិនធ្វើជាមនុស្សខ្ញុំប្រឆាំងមិនឈ្នះទេស្អីគេហ៊ានបង្ខំឯងផងអាមនុស្សចង្រៃនេះលែងលះភ្លាមទៅយកកិច្ចព្រមព្រៀងលែងលះមកនេះត្រូវហើយពីច្បាប់យកឥឡូវនេះតែម្ដងម្ហូបឆ្ងាញ់បែបនេះពិតជាញ៉ាំម្ដងអស់ម្ដងហើយស្នាដៃធ្វើម្ហូបពួកយើងទាំងពីរពិតជានិយាយមិនចេញមែនសូម្បីតែមាន់ក៏ធ្វើឆ្ងាញ់ជាងដែរជានរយចែនឆៃតើពួកឯងគិតច្បាស់ហើយមែនទេនឹងហើយកុំរ៉ារ៉ាអីអាប្រុសក្បត់ចិត្តចង្រៃនោះនរណាចង់បានក៏យកទៅចុះបងស្រីពួកយើងប្រញាប់ទៅក្រែងលោឆៅសេនត្រឡប់មកវិញអូខេយកវ៉ាលីហើយតោះទៅលោកស្រីទាំងពីរគិតឡើងវិញផងបើអ្នកទាំងពីរទៅចោលតើខ្ញុំត្រូវដោះស្រាយជាមួយអ្នកប្រុសទាំងពីរយ៉ាងម៉េចទៅ
លោកស្រីធំលោកស្រីតូចអ្នកប្រុសធំពិតជាទៅធ្វើការមែនក្នុងរឿងនេះច្បាស់ជាមានការយល់ច្រឡំហើយយល់ច្រឡំរូបថតចុះផ្សាយលើទំព័រមុខព័ត៌មានកំសាន្តទៅហើយនៅមានអីត្រូវនិយាយទៀតពូវែនមិនបាច់បញ្ចុះបញ្ចូលទៀតទេ ជាងស៊ីមើលបងយកអ្វីមកឲ្យអូនចុះមនុស្សទៅណាអស់ហើយអ្នកប្រុសទី2លោកស្រីធំនិងលោកស្រីតូចរើចេញទៅហើយរើចេញលេងល្បិចអីទៀតហើយចុះជាងស៊ីប្រាប់នាងឲ្យចេញមកកុំលាក់ខ្លួនអីជាងស៊ីនាងពិតជាខ្លាំងមែនលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេជាន់នេះមានតែពីរល្វែងខ្ញុំទិញទាំងអស់ហើយមិនបាច់បិទទ្វារក៏បានងាយស្រួលយើងនិយាយគ្នាលេងល្អណាស់បងស្រីខ្ញុំបាននៅជាមួយបងទៀតហើយ2ឆ្នាំនេះខ្ញុំមិនទំនេរទេខ្ញុំបានពង្រីកកបលក់សម្លៀកបំពាក់ឥឡូវនេះរកចំណូលបានច្រើនណាស់ខ្ញុំដឹងថាដើរតាមបងមិនខុសទេខ្ញុំសូមធ្វើជាកូនចៅបងមួយជីវិតគ្មានមហិច្ឆតាតតែសោះខ្ញុំដឹងថាឯងមិនចូលចិត្តរចនាម៉ូដទេឆ្នាំមុនខ្ញុំបើកហាងអាហារមួយឲ្យឯងដើរទៅតែ10នាទីទេឯងរៀនរចនាម៉ូដព្រោះតែខ្ញុំឥឡូវអាចធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយបងស្រីនេះសហាងអាហារបាទបងស្រីល្អចំពោះខ្ញុំពេកហើយយកចិត្តខ្ញុំណាស់ចង់ធ្វើជាប្អូនស្រីបងមួយជីវិតមានរឿងអីហ្នឹងអ្នកប្រុសធំអ្នកស្រីថាលោកមានស្រីក្រៅហើយសុំលែងលេះនាងក៏បានចុះហត្ថលេខាហើយដែរមានស្រីក្រៅពួកសារព័ត៌មានណាផ្សាយផ្ដេសផ្ដាសហ្នឹងបងរូបថតបងជាមួយសង្សារចាស់នៅឡុងគេចុះផ្សាយពេញនឹងហើយនៅថាអត់ទៀតធ្វើឲ្យខ្ញុំក្តៅក្រហាយដែរនេះខ្ញុំនឹងលីនសៀវគ្រាន់តែជួបគ្នាដោយចែកដន្ទេមានដៃគូជំនួយនៅទីនោះដែររូបថតនោះគឺគេលួចថតបង្ខូចទេលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅកំពុងជាប់រវល់បងកុំខំប្រឹងអត់ប្រយោជន៍អីបើជៀនស៊ីនចង់គេចពីបងហើយទោះខល10000ដងក៏គេមិនលើកដែរចុះប្រពន្ធបងនាងភ្លុកខ្ញុំហើយមិនត្រឹមតែភ្លុកទេសូម្បីតែស៊ីមកាតក៏លុបចោលដែរគ្មានប្រយោជន៍ទេទៅរកមើលថាអ្នកស្រីធំណៃណាហើយស្រាវជ្រាវមើលថាថ្មីនេះនាងបានប្រើកាតធនាគារដែរឬទេបងបើរកឃើញអាសយដ្ឋានហើយប្រាប់ខ្ញុំភ្លាមលើកនេះខ្ញុំត្រូវតែទៅចាប់ខ្លួនជៀនស៊ីនមកវិញឲ្យបានដើម្បីឲ្យនាងរៀងចាល់ម្ដងរៀបចំលេខរួចរាល់ហើយមែនទេរួចរាល់ហើយលើកនេះខ្ញុំប្រើឈ្មោះជំនួយការរបស់ខ្ញុំទោះបីជាគេចង់រកក៏រកមិនឃើញដែរឆ្លាតគ្រាន់បើដែរតើតែឯងប្រកាសជាមិនទៅជួយការងារនៅស្ទូឌីយោទេអីឥឡូវត្រូវទៅមើលហាងបាយឯកជនរបស់ឯងមែនទេបងដឹងចិត្តខ្ញុំច្បាស់ណាស់ធ្វើការងាររចនាម៉េចនឹងសប្បាយដូចញ៉ាំអាហារឆ្ងាញ់ទៅថ្ងៃនេះខ្ញុំត្រូវទៅហាងបាយឯកជនដើម្បីសាកល្បងហូបឆ្លៀតឱកាស live វីដេអូញ៉ាំអាហារបើកហាងតែម្ដងតាមចិត្តឯងចុះបើខ្វះលុយអាចប្រើកាតបងបានប្រយ័ត្នប្រយែងផងចេញក្រៅពាក់ម៉ាស់ផងទទួលជ្រាបបងស្រីខ្ញុំទៅហើយណា
ហ្វេងទាំងអស់គ្នាថ្ងៃនេះហាងបាយឯកជនស៊ីនយេរបស់យើងបើកដំណើរការសាកល្បងហើយអ្នកដែលអង្គុយក្បែរខ្ញុំនេះគឺអ្នកគ្រប់គ្រងហាងដ៏អាចកំបាំងរបស់យើងស៊ីនស៊ីនទោះបីជាខ្ញុំមិនចេះធ្វើម្ហូបតែខ្ញុំពិតជាចេះញ៉ាំណាស់បងស្រីជីនយេប្រាប់ឲ្យខ្ញុំធ្វើការ live វីដេអូញ៉ាំអាហារបែបមិនបង្ហាញមុខនេះពិតជាស័ក្តិសមនឹងខ្ញុំណាស់ស្បែកនេះពិតជាស្រួយណាស់ភ្លើងលំល្មួតសាច់មិនស្វិតតតែសោះហ្វេងទាំងអស់គ្នាកុំមองភ្លាមទៅរសជាតិឆ្ងាញ់ដែលអ្នកគ្រប់គ្រងហាងធានាផ្ទាល់ហ្វេងប្រញាប់កុំមองទៅស៊ីនការកុំមองរបស់យើងពេញរហូតដល់ខែក្រោយហើយហាងបាយឯកជនខ្ញុំនៅតែអាចញ៉ាំបានខ្ញុំបារម្ភពីនាងស្ទើរលេបបាយបញ្ចូលតែនាងបែរជាមកឡាយស៊ីបាយយ៉ាងឆ្ងាញ់ទៅវិញនេះជាប្រពន្ធដែលឯងរក2ថ្ងៃហើយមែនទេលោកឆៅអ្នកប្រុសទី2ខ្ញុំរកឃើញហើយម្ចាស់ហាងនេះគឺលោកស្រីយ៉ែនយ៉ូតែអ្នកគ្រប់គ្រងផ្ទាល់គឺកញ្ញាយ៉ែនឆៃឥឡូវពួកគេស្នាក់នៅខុនដូហើយបានដាក់ពាក្យលែងលះហើយផ្ញើអាសយដ្ឋានមកឲ្យខ្ញុំឈប់សិនយ៉ែនយ៉ូកំពុងយល់ច្រឡំលើឯងបើឯងទៅទាំងបែបនេះមានតែធ្វើឲ្យខូចការទេចុះត្រូវធ្វើម៉េចបណ្ដោយឲ្យពួកគេសប្បាយនៅខាងក្រៅនឹងកុំទាន់អាលឲ្យពួកគេដឹងខ្លួនអីឯងមិនមានក្លឹបប្រណាំងឡានទេរកមនុស្សប្លែកមុខទៅតាមមើលពួកគេដើម្បីការពារពួកគេឲ្យបានល្អចំណែករឿងដោះស្រាយការយល់ច្រឡំខ្ញុំមានគម្រោងរួចហើយមិនអីទេខ្ញុំទ្រាំ2-3ថ្ងៃទៀតចុះបងស្រីតើយើងពេលណាទៅរៀបចំឯកសារលែងលះជាមួយពួកគេទាំងពីរនាក់នឹងចាំបងទំនេរអាទិត្យក្រោយសិនអាប្រុសចង្រៃនោះក៏មិនទាន់តាក់ទងមកដែរមិនដឹងមកពីឡង់វិញនៅទេត្រូវទៅដាក់ពាក្យលែងលះនៅការិយាល័យចុះបញ្ជីសិនទើបអាចរួចខ្លួនទាំងស្រុងបងស្រីបងបានប្លុកលេខចៅឈិះហើយតើគេតាក់ទងបងមិនកើតទូរស័ព្ទផ្សេងទៀតទុកធ្វើអីបើគេចង់តាក់ទងពិតមែនគឺមានវិធីច្រើនណាស់ក៏ត្រូវដែរខ្ញុំគ្រាន់តែខ្លាចចៅឆេអានរកឃើញប៉ុណ្ណោះមើលឯងពីថ្ងៃនេះចុះឡាយស៊ីរហូតឡើងថត់អស់ហើយយប់នេះបងនាំទៅលេងល្អតាឲ្យតែបងស្រីនាំទៅណាក៏បានដែរថៅកែនៅណាហៅថៅកែចេញមកម្ហូបនេះមានរុយងាប់ចង់បំពន់មនុស្សមែនទេលោកម្ចាស់ផ្ទះបាយយើងមានកាមេរ៉ាសុវត្ថិភាពមិនអាចមានរុយដាច់ខាតគុំនិយាយច្រើនប្អូនខ្ញុំឈឺពោះហើយបើមិនសងលុយទេខ្ញុំនឹងកំទេចហាងនេះចោលឈឺលេងដៃលើកលែងទោសផងតើនរណាបញ្ជូនពួកឯងមកលេងខ្ញុំដឹងថាខ្ញុំជាមនុស្សរបស់នរណាទេជឿថាខ្ញុំកំទេចហាងនេះចោលទេអូយកញ្ញាឈៀនអ្នកភ័យហើយ2អ្នកនេះពួកយើងនឹងបញ្ជូនទៅប៉ូលីសកុំបារម្ភអីតើពួកអ្នកជាមនុស្សរបស់នរណាទីនេះជាហាងអាហារឯកជនមិនត្រូវការអង្គរៈទេទីនេះមិនត្រូវការអង្គរៈទេកញ្ញាឈៀនពួកយើងគ្រាន់តែការពារអ្នកក្រៅពីនេះមិនដឹងអ្វីឡើយសូមកុំធ្វើឲ្យពួកយើងពិបាកអីធ្វើតាមបញ្ជាការពារនៅទីក្រុងជាងឆឹងក្រៅពីមនុស្សដែលមានចិត្តចង់គ្រប់គ្រងខ្លាំងនិងមិនដែលសមហេតុផលម្នាក់នោះក្រៅពីយ៉ាវសិលឯតើមានអ្នកណាហ៊ានលូកដៃចូលជីវិតខ្ញុំបែបនេះទៀតគាត់ច្បាស់ជាដឹងហើយ
បងស្រីខ្ញុំភ័យស្ទើរងាប់ហើយបើ Social ឲ្យដឹងថាខ្ញុំនៅទីនេះមើលឯងចុះខ្លាចអីម្លេះមកក៏មកទៅយើងចុះកិច្ចព្រមព្រៀងលែងលះរួចហើយបើគាត់ហ៊ានប្រើហិង្សាខ្ញុំនឹងប្តឹងប៉ូលីសឲ្យចាប់គាត់ដាក់គុកភ្លាមបងមិនស្គាល់គាត់ទេគាត់ជាមនុស្សឈួតពេលខាងឡើងគឺមិននិយាយហេតុផលទេខ្ញុំខ្លាចគាត់ចាប់ខ្ញុំទៅផ្ទះវិញហើយបង្ខាំងទុកណាស់បានហើយទូ Social លេកាច់បណ្ណាក៏ត្រូវយល់មុខបងប្រុសគាត់ដែរតែពីថ្ងៃនេះឯងហាក់ដូចជាដានតឹងខ្លាំងពេកហើយមែនហើយឥឡូវឲ្យតែថ្មិចភ្នែកគឺឃើញតែមុខ Social ឯហ្នឹងយប់នេះខ្ញុំណាត់ដៃគូសហការសំខាន់ម្នាក់នៅក្លឹបកំសាន្តឯងទៅជាមួយខ្ញុំទៅក្លឹបកំសាន្តហាកន្លែងនោះមនុស្សច្រើនណាស់បើប៉ះចំកន្លែងដែលគ្រោះថ្នាក់បំផុតគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតខ្ញុំនឹងបើកបន្ទប់ web ឲ្យឯងអង្គុយញ៉ាំផ្លែឈើស្ដាប់ចម្រៀងចាំខ្ញុំរួចការងារយើងទៅផ្ទះវិញបងស្រីបងពិតជាទេវតារបស់ខ្ញុំមែនខ្ញុំចង់ស្ដាប់ភ្លេងប្រជាប្រិយនិងញ៉ាំឈើរីនាំចូលថ្លៃបំផុតជំរាបសួរលោកស្រីយ៉ែននិងកញ្ញាយ៉ែនខេនស្វាគមន៍មកកាន់ទីនេះបន្ទប់ web នៅជាន់លើបង្អស់ត្រូវបានរៀបចំរួចរាល់តាមការបង្គាប់ហើយបាទខ្ញុំណាត់លោកឡើយនៅបន្ទប់លេខ1ហើយប្អូនស្រីខ្ញុំនៅបន្ទប់លេខ2បើគ្មានការអនុញ្ញាតពីខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាចូលទៅរំខានឡើយបាទយល់ហើយលោកស្រីធំអូមិនមែនទេលោកស្រីយ៉ែនកុំបារម្ភអីពួកយើងនឹងរៀបចំជូនយ៉ាងដិតដល់បំផុតបាទលេងឲ្យសប្បាយទៅមានការអីខររកបងភ្លាមណាកញ្ញាយ៉ែនខៃនេះជាសមាជិកថ្មី2នាក់លោកប្រធានយ៉ែនឲ្យពួកគេមកកំដរអ្នកយប់នេះចាស់អរគុណច្រើនហើយអ្នកចាត់ការនេះទើបជាជីវិតពិតប្រាកដដូចឋានស៊ូកមែនច្រៀងពីរោះណាស់មកផឹកទឹកបន្តិចទៅកញ្ញាយ៉ែនខៃសូមអញ្ជើញងាប់ហើយហេតុអីគាត់តាមមកដល់ទីនេះលើកនេះចប់ហើយយ៉ែនឆៃខ្ញុំរកនាងសឹងឈួតហើយតែនាងបែរជាមកលាក់ខ្លួនហើយប្រុសស្អាតមកច្រៀងកំដរសប្បាយណាស់នឹងខ្ញុំអត់មានទេមិនមែនទេខ្ញុំគ្រាន់តែស្ដាប់ចម្រៀងពួកគេជាបុគ្គលិកធម្មតាទេឈិនគឺដៃស្ទើរតែប៉ះកែវគេទៅហើយនៅចង់ប្រកែកទៀតចេញទៅចុះបងស្រីនាងនៅណាគាត់កំពុងជេរការងារនៅបន្ទប់ក្បែរនេះអូនសម្លាញ់ស្រានោះឆ្ងាញ់ទេខ្ញុំមិនបានផឹកទេតែអូនចង់ផឹកអំបាញ់មិញអូនលូកដៃទៅហើយអត់ទេខ្ញុំមិនចង់ទេកុំមកចាប់ខ្ញុំមិនទាន់បានផឹកមួយដំណក់ផងខ្ញុំមិនទទួលកំហុសដែលមិនបានធ្វើឡើយឈៀនអូនពូកែណាស់ណាមិននឹកស្មានថាអូនហ៊ានដល់ថ្នាក់នេះទាំងរត់គេចខ្លួនទាំងមកផឹកស្រាប្រាប់មកអូនបានធ្វើអ្វីខ្លះទៀតខ្ញុំមិនបានធ្វើអ្វីទេពិតមែនណាខ្ញុំស្បត់ចុះនេះជាលើកដំបូងរបស់ខ្ញុំទេជួយផងបងស្រីជួយខ្ញុំផង
អូនសំឡាញ់មើលមុខបងអូនធ្លាប់និយាយថាយើងមិនលែងលះគ្នាទេចុះកិច្ចព្រមព្រៀងលែងលះនៅផ្ទះនោះជាអ្វី អាហាកិច្ចព្រមព្រៀងអីខ្ញុំមិនដឹងរឿងទេ ចង់ធ្វើជាមិនដឹងខ្លួនជាមួយបងមែនទេ អត់ទេគឺខ្ញុំមិនដឹងមែន អូនសំឡាញ់នៅតែគួរឲ្យស្រឡាញ់ដដែល បងស្រីជួយផងមានមនុស្សវិកលចរិតជៀនស៊ីនត្រឡប់ទៅផ្ទះវិញទៅ បងថ្លៃថ្ងៃនេះជីនស៊ីនត្រូវតែទៅផ្ទះជាមួយខ្ញុំរឿងពួកយើងមិនទាន់ដោះស្រាយចប់ទេប្រពន្ធសម្លាញ់រវាងពួកយើងមានការយល់ច្រឡំទេពួកយើងអង្គុយចុះនិយាយគ្នាបានទេ យល់ច្រឡំពេលប្រធានជើនៅឡុងផឹកស្រាយ៉ាងសប្បាយជាមួយបេយយ៉ាងហេតុអ្វីមិនគិតថាជាការយល់ច្រឡំផងក្រៅពីលែងលះពួកយើងគ្មានអ្វីត្រូវនិយាយគ្នាទេ ប្រពន្ធសម្លាញ់រូបថតនោះពិតជាត្រូវបានអ្នកកាសែតលួចថតមែននេះជាការវិភាគធ្វើដំណើររបស់ខ្ញុំទៅឡុងអូនអាចមើលពេលវេលាបានពេលនោះដៃគូសហការជនជាតិអង់គ្លេសបាននាំឈៀវយកមកជាមួយពួកយើងគ្រាន់តែជួបគ្នាដោយចៃដន្យនៅភោជនីយដ្ឋានប៉ុណ្ណោះពេលនោះមានដៃគូសហការជាច្រើនអ្នកទៀតញ៉ាំជាមួយគ្នាមិនមែនខ្ញុំណាត់ជួបនាងតែ2នាក់ទេ ចៃដន្យដល់ថ្នាក់និយាយគ្នាសើចសប្បាយរីករាយឡើងប្រធានជើរឿងចាស់10ឆ្នាំមុនយកមកនិយាយពេលនេះមិនគិតថាហួសពេលទេអី នោះជារឿងពីមុនទេខ្ញុំនិងនាងមិនបានតាក់ទងគ្នា10ឆ្នាំហើយខ្ញុំមិនបានមើលមុខនាងផងធ្វើម៉េចនឹងញឹមដាក់នាងនោះមកពីមុំកាមេរ៉ាទេប្រពន្ធសម្លាញ់ឥឡូវនេះខ្ញុំស្រឡាញ់តែអូនមនុស្សផ្សេងទៀតខ្ញុំមិនខ្ជិលសម្លឹងមើលឡើយសំដីផ្អែមល្ហែមណាស់ កុំខឹងអីណាប្រពន្ធសម្លាញ់ខ្ញុំទើបតែពិភាក្សាជំនួយរួចក៏ប្រញាប់ប្រញ័រត្រឡប់មកផ្ទះវិញភ្លាមថែមទាំងបានទិញខ្សែដែលអូនចូលចិត្តបំផុតមកផ្ញើទៀតផងតែពេលចូលមកដល់ផ្ទះបែរជាឃើញកិច្ចព្រមព្រៀងលែងលះពីច្បាប់ទៅវិញអូនដឹងទេថាខ្ញុំគ្មានកំហុសហើយពិបាកចិត្តខ្លាំងប៉ុណ្ណា គ្មានកំហុសចុះអ្នកណាប្រើឲ្យអូនមនីការប្រាប់មុន បាទជាកំហុសរបស់ខ្ញុំទៅថ្ងៃមុខមិនថាទៅណាសូម្បីតែទៅបន្ទប់ទឹកក៏ត្រូវតែវីដេអូរីការប្រាប់ប្រពន្ធដែលល្អទេ បងប្រុសម្នាក់នេះលះបង់អត្តសញ្ញាណជាប្រធានធំអស់រលីងហើយដើម្បីលួងចិត្តបងស្រីខ្ញុំនិយាយពាក្យបែបនេះចេញរួចដែរតែយ៉ាងណាបងស្រីខ្ញុំនឹងគាត់ត្រូវគ្នាវិញហើយចុះចំណែកខ្ញុំវិញគិតយ៉ាងម៉េចស៊ឺឈីងបងកាត់អីហ្នឹង មិនអីទេគ្រាន់តែប៉ុន្មានថ្ងៃនេះរវល់ពេកក៏មានគ្រុនក្តៅបន្តិចមិញនេះប្រញាប់មកជួបអូនមិនទាន់បានលេបថ្នាំទេក្តៅណាស់បើមិនជឿអូនសាកស្ទាបមើលទៅព្រះអើយស្ទាបកម្ដៅគេស្ទាបទ្រូងអីចឹងមែនទេធម្មតាឃើញធ្វើខ្លួនថ្លៃថ្នូរណាស់មិននឹកស្មានថាប្រើល្បិចធ្វើពុតជាឈឺសោះឆ្លាតមែនទែនខ្លួនក្តៅដល់ថ្នាក់នឹងហើយនៅលេងសើចទៀតស៊ឺយ៉ាឆាប់ជួយគ្រាបងឯងទៅមន្ទីរពេទ្យលឿនឡើង ប៉ាវបងពិបាកខ្លួនណាស់ពីថ្ងៃនេះបងដើររកអូនមិនស៊ីមិនផឹកមិនគេងបងដូចជាចង់ក្តៅខ្លួនដែរហើយបើមិនជឿអូនស្ទាបមើលទៅបេះដូងបងលោតញាប់ណាស់ចុះស៊ឺយ៉ាឯងសំដែងឃ្លីពេកហើយមិញធាក់ទ្វារមួយជើងនោះសំបីតែគោរស់ក៏ធាក់ងាប់ដែរ មិនខ្វល់ទេយ៉ាងណាបងប្រុសខ្ញុំទៅមន្ទីរពេទ្យបងស្រីថ្លៃច្បាស់ជាទៅតាមដែរយប់នេះអូនត្រូវតែទៅផ្ទះជាមួយបង ជៀនស៊ីនអូនទៅជាមួយស៊ឺយ៉ាមុនទៅស៊ឺឈីងក្តៅខ្លួនខ្លាំងណាស់បងត្រូវជូនគាត់ទៅមន្ទីរពេទ្យសិនមានការអីចាំនិយាយគ្នានៅថ្ងៃស្អែកចាស់សបងស្រីធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយែងផងអូនសម្លាញ់ពេលនេះគ្មានអ្នកណាអាចជួយអញបានទៀតទេលោកដុងលេងខ្ញុំទៅ
ខ្ញុំមិនឡើងទៅទេខ្ញុំឃ្លានណាស់ចិត្តដាច់ពូស្លាប់ហើយខ្ញុំចង់ញ៉ាំស៊ុប ញ៉ាំស៊ុបហ៎ពាក់កណ្ដាលអាធ្រាត្រម៉ោង2ហើយអញប្រាប់ថាចង់ញ៉ាំស៊ុប មែនហើយបើមិនឆ្អែតខ្ញុំគ្មានកម្លាំងទេគ្មានកម្លាំងគេងទេបើមិនឲ្យខ្ញុំញ៉ាំទេខ្ញុំនឹងបុកបង្គោលនេះមកហើយខួរក្បាលឆាប់គិតរកវិធីទៅឲ្យតែពន្យាពេលបានញ៉ាំអីក៏បានដែរពន្យាបាន1នាទីគឺ1នាទីគេហត់នឿយហើយប្រហែលជាលេងខ្ញុំហើយ អូខេចាត់ទុកថាខ្ញុំជំពាក់ឯងចុះ ឯងចេះធ្វើម្ហូបនេះដែរ អញញ៉ាំម្ហូបចុងភៅនៅផ្ទះត្រកូលជើឯងខ្ញុំញ៉ាំបាយប្រអប់នៅក្រុមប្រណាំងឡានទស្សនាដៃមិនស្មើចុងភៅបងខ្ញុំជួលតែអាចឲ្យមនុស្សគ្មានប្រយោជន៍ដូចឯងញ៉ាំឆ្អែតបាន ខ្ញុំញ៉ាំយឺតបែបនេះគេច្បាស់ជាមិនចាំខ្ញុំទេ ញ៉ាំយឺតទៅអាអូនទំពាឲ្យមាត់ងាយរំលាយអាហារយប់នេះខ្ញុំមានពេលច្រើនណាស់ដើម្បីកំដរែងប្រពន្ធសម្លាញ់ដើរយឺតចង់ញ៉ាំបរទេ ជើស៊ីអានបិទមាត់ទៅពីថ្ងៃនេះទៅហាមចូលបន្ទប់ខ្ញុំ បងស្រីបងត្រឡប់មកវិញហើយជើស៊ីអានឯងធ្វើបាបជាងស៊ីទៀតហើយមែនទេ អូនសម្លាញ់អង្គុយចុះសិនទៅចាំនិយាយរឿងការងារនេះជាភស្តុតាងដែលមេធាវីនឹងជំនួយការរៀបចំឡើងព្រមទាំងខ្សែអាត់សម្លេងពីអ្នកកាសែតថ្ងៃនោះនៅឡុងលីនស៊ីវអ៊ូពិតជាបានលួចចូលបន្ទប់ជាមួយដៃគូជំនួយមែនរូបថតនេះគេចិត្តនីថតបន្លំភ្នែកទេខ្ញុំឲ្យផ្នែកច្បាប់ប្តឹងសារព័ត៌មាននោះហើយលើកនេះលើកលែងឲ្យចោះបើមានលើកក្រោយទៀតជើស៊ីអានកុំសង្ឃឹមបានចោះហត់លេខខាឡែងលះខ្ញុំនឹងឲ្យឯងចេញខ្លួនទេ បាទស្ដាប់តាមប្រពន្ធទាំងអស់ បងស្រីបើដោះស្រាយយល់ច្រឡំហើយខ្ញុំនឹងជើស៊ីសៀងសុំរើមវិញដែរខ្ញុំមិនចង់បែកពីបងទេពួកយើងត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេគួរឲ្យខឹងណាស់ច្បាស់ជាស្រីម្នាក់នោះបង្កប់កំហុសហើយចាំមើលចុះតំណែងនេះគង់តែជារបស់ខ្ញុំទេនាងគឺជាយានឆៃមែនទេប្អូនស្រីធូបលីរបស់អាយ៉េងនឹងហ៎ខ្ញុំស្មានតែជាកូនស្រីអភិជនមកពីណាតាមពិតគ្រាន់តែជាមេចុងភៅក្នុងហាងកំពេចកំពុកសោះបងស្រីកុំគ្រាន់តែឈោមើលអីគួរតែសាកល្បងញ៉ាំ caramel pudding មួយចំណែកទៅមេចុងភៅយើងទើបតែធ្វើថ្មីផ្អែមល្មមញ៉ាំទៅជួយកាត់បន្ថយកំហឹងរបស់បងស្រីបានខ្លះជាអិនខៃឈប់ធ្វើជាល្ងងនៅចំពោះមុខខ្ញុំទៅនាងគិតថាយ៉េងស្រឡាញ់ Jane Roy មែនទេខ្ញុំប្រាប់នាងទៅចុះគាត់គ្រាន់តែអាណិតប៉ុណ្ណោះមនុស្សដែលគាត់ស្រឡាញ់បំផុតគឺខ្ញុំ
បងស្រីបើខួរក្បាលមិនទាន់ខូចទេគួរតែទៅពិនិត្យមើលទៅបងប្រុសនិងបងស្រីខ្ញុំកំពុងតែមានសុភមង្គលណាស់បងស្រីមកស្រែកឡូឡានៅទីនេះធ្វើអីមានសុភមង្គលណាស់មែនទេនៅក្នុងកម្មវិធីសប្បុរសធម៌សប្តាហ៍ក្រោយអាយ៉េងបានអញ្ជើញខ្ញុំធ្វើជាដៃគូរាំបើកឆាកហើយជានខៃទៅប្រាប់បងស្រីនាងផងតំណែងដែលជារបស់ខ្ញុំនឹងយកវាមកវិញមិនខានម៉ូម៉ូឯងមកចូលរួមកម្មវិធីសប្បុរសធម៌ឬមកញ៉ាំបង្អាប់ម្ចាស់កម្មវិធីគ្រូសាជើឧបត្ថម្ភច្រើនណាស់ខ្ញុំញ៉ាំនំ2 3ទៀតខុសអីនេះហៅថាការទូទាត់ថ្លៃដើមវិញដោយសមហេតុផលតាមពិតថ្ងៃនេះខ្ញុំមិនចង់មកទេតែអាជឹងបានផ្ញើសម្បត្តិអញ្ជើញមកជាពិសេសច្រើនឆ្នាំកន្លងផុតទៅអាជឹងនៅតែនឹកនាអតីតកាលដដែលនិយាយអញ្ចឹងមនុស្សដែលលោកជើស្រឡាញ់បំផុតគឺអ្នកចុះលោកស្រីជើបច្ចុប្បន្នវិញកុំនិយាយផ្ដេសផ្ដាសបងស្រីជានិយាយអាចរៀបការជាមួយអាជឹងក៏ជាសំណាងរបស់គាត់ដែរខ្ញុំប្រៀបជាមួយគាត់មិនបានស្រប្រាំមួយក្នុងនាមជាសង្សារចាស់នាងលីនគួរតែដឹងថាការមកតោងទាមប្តីគេបែបនេះគេហៅថាអ្វីបងស្រីជានិយាយមិនក៏បងនិយាយដាក់ខ្ញុំបែបនេះខ្ញុំនឹងអាជឹងគ្រាន់តែអីគ្រាន់តែព្រុសលុយ$500,000កាលពី10ឆ្នាំមុននាងព្រមចុះកិច្ចព្រមព្រៀងបែកគ្នាហើយទៅក្រៅប្រទេសឬក៏មកសម្ដែងរឿងត្រូវគេប្លន់នៅឡុងរូបថតត្រូវតែថតចំមុំដែលខ្ញុំនឹងជើសីចៅមើលមុខគ្នាចំណងជើងដាក់ឲ្យកាន់តែស្រពេចស្រពើកាន់តែល្អលុយមិនខ្វះឲ្យទេនេះជាការក្លែងបន្លំរបស់ជានយានាងហ៊ានប្រើល្បិចថោកទាបបែបនេះមកបង្កាច់បង្ខូចខ្ញុំផងកញ្ញាលីនខាងច្បាប់របស់គ្រូសាជាវបានផ្ញើលិខិតព្រមានទៅនាងហើយឥឡូវនេះសូមនាងចាក់ចេញពីទីនេះជាបន្ទាន់ប៉ុណ្ណឹងសោះកម្រិតដូចលីនស៊ីវរ៉ូគ្មានផ្លូវទល់នឹងបងស្រីខ្ញុំបាន3ទឹកឡើយប្រាប់ទៅម្នាក់នោះឲ្យពន្លឿនគម្រោងការទៅបើជានយាមិនព្រមស្ដាប់ទេគឺត្រូវចាត់ការជានស៊ីងមុនគេបងស្រីខោអាវទិញថ្ងៃនេះស្អាតណាស់ចាំចុងសប្តាហ៍យើងពាក់វាទៅថតវីដេអូញ៉ាំអាហារបង្ហោះឲ្យហ្វេនមើលច្បាស់ជាចូលចិត្តយល់ព្រមតាមចិត្តឯងចុះមើលចុះប្រឡាក់មាត់អស់ហើយធំប៉ុណ្ណាហើយនៅញ៉ាំដូចកូនក្មេងទៀតជានយានាងគិតថាការប្រើសម្លេងថតคล้ายៗក្នុងពិធីជប់លៀងអាចលុបបំបាត់ការពិតដែលគេធ្លាប់ស្រឡាញ់ខ្ញុំបានមែនទេកញ្ញាលីនស្ថានភាពនាងពេលនេះដូចជាឆ្កែអនិច្ចាដែលដណ្ដើមឆ្អឹងមិនបានហើយព្រោះផ្ដេសផ្ដាស់អញ្ចឹងតើត្រូវឲ្យខ្ញុំហៅសន្តិសុខមកដេញនាងចេញទេជានយានាងកុំអើអួតខ្លួនពេកនាងមើលមុខខ្លួនឯងទៅអាសឹងរៀបការជាមួយនាងព្រោះតែនាងមានមុខស្រដៀងខ្ញុំ3ភាគប៉ុណ្ណោះនាងគ្រាន់តែជាអ្នកជំនួសរបស់ខ្ញុំតែប៉ុណ្ណោះតែអាស៊ីគាត់ជាមនុស្សនឹកគុណចាស់ច្រើនឆ្នាំមកនេះនៅតែមិនភ្លេចខ្ញុំឯងគេងក្បែរគេរាល់ថ្ងៃមិនមានអារម្មណ៍ថាខ្ពើមទេអីអូយរកខ្ញុំស្បែកជើងខ្ញុំជានឆៃនាងស្រីឈួតឯងកើតឈួតមែនទេសុំទោសផងកញ្ញាលេនសម្ដីនាងមិញនេះពិតជាគួរឲ្យខ្ពើមខ្លាំងណាស់
ខ្ញុំទ្រាំមិនបានកទូជាអនខៃនាងស្រីព្រៃផ្សៃគ្មានការអប់រំ លេនជាវនាងហ៊ានប៉ះពាល់យ៉ែងឆៃសាក់មើលទៅ ពួកឯងទៅងាប់ទាំងអស់គ្នាទៅជួយផង លោកប៉ាកើតអីហ្នឹងកុំបំភ័យខ្ញុំអីបើកភ្នែកមើលខ្ញុំមក ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យទៅខ្ញុំឈឺពោះណាស់គឺជាអនឆៃទេស្ដាប់ខ្ញុំពន្យល់សិនគឺនាងក្អួតដាក់ស្បែកជើងខ្ញុំមុនខ្ញុំមិនបានតាំងចិត្តរុញនាងទេ លេនជាវបើយ៉ែងខៃមានគ្រោះថ្នាក់អ្វីនោះខ្ញុំនឹងធ្វើឲ្យត្រកូលលេនរលីសាបសូន្យពីទីក្រុងយ៉ែងជាងនេះ តើទីនេះជាកន្លែងណា អូនសំឡាញ់ទីបំផុតអូនដឹងខ្លួនហើយនៅជឿត្រង់ណាទៀតទេមើលមុខទេ ជានស៊ីទីបំផុតឯងដឹងខ្លួនហើយធ្វើឲ្យបងបារម្ភស្ទើរងាប់មកញ៉ាំស៊ុបមាន់នេះសិនទៅបងស្រីស៊ុបមាន់នេះប្រហែលជាមិនមែនបងធ្វើផ្ទាល់ដៃទេដឹងគិតអីហ្នឹងបងមានសមត្ថភាពប៉ុណ្ណាឯងមិនដឹងទេអីនេះជាស៊ុបដែលចុងភៅធ្វើតាំងពីយប់ញ៉ាំទៅមានតែបងស្រីទេដែលល្អនឹងខ្ញុំតែងតែយករបស់ឆ្ងាញ់មកឲ្យពិតមែនហើយព្រោះខ្លាចក្មួយប្រុសបងឃ្លាននឹងណាក្មួយណាគេ អូនសំឡាញ់អូនមានផ្ទៃពោះហើយអូនសំឡាញ់កុំយំអីតាមានរឿងអីមែនទេ ជានស៊ីឈប់យំទៅណាការមានផ្ទៃពោះជារឿងល្អតើហេតុអីយំខ្លាំងម្ល៉េះមិនឲ្យខ្ញុំយំមិនបានទៅបងស្រីបងមិនទាន់មានកូនផងនឹងតាំងពីតូចដល់ធំខ្ញុំរៀនតាមបងគ្រប់យ៉ាងតែបងមិនដែលបង្រៀនខ្ញុំពីរបៀបមើលថែកូនទេខ្ញុំមិនដឹងថាត្រូវធ្វើជាម្ដាយគេបែបណាផងនឹងជានស៊ីកុំយំអីណាឲ្យតែអូនបង្កើតកូនដោយសុវត្ថិភាពបងថ្លៃនឹងឲ្យទីលានប្រណាំងឡាននោះទៅអូនផ្ទេរភាគហ៊ុនក្លឹបទាំងអស់ទៅឈ្មោះប្អូនភ្លាមទៅម្យ៉ាងទៀតបងបានឲ្យក្រុមហ៊ុនទុកចិត្តរៀបចំមូលនិធិលូតលាស់សម្រាប់ប្អូននិងកូនដើមទុនដំបូងគឺចំនួននេះ មូលនិធិទុកចិត្តពាក្យហ៊ុនក្លឹបសុទ្ធតែដាក់ឈ្មោះខ្ញុំទាំងអស់មែនទេ ត្រូវហើយដាក់ឈ្មោះប្អូនទាំងអស់កើតកូនហើយបងថ្លៃនឹងថែមពីចំណែកទៀត អរគុណបងថ្លៃល្អបំផុតហើយស៊ើបអង្កេតដល់ណាស់ហើយលោកប្រធានជើស៊ើបដឹងច្បាស់ហើយក្រោយលីន CFO ត្រឡប់មកវិញក្រុមហ៊ុនប្តីនាងរកស៊ីខាតទើបលួចស្វែងរកជំនួយហិរញ្ញវត្ថុពីគ្រប់យើងនាងមានបំណងចង់លេងផ្លូវងឹតដាក់លោកស្រីទី2ចង់លេងផ្លូវងឹតដាក់ជានស៊ីលីន CFO ជាស្អីទៅទើបហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំក្រុមហ៊ុនប្តីលីន CFO មានបញ្ហាហិរញ្ញវត្ថុធំណាស់និងខ្លាញ់បន្លំបញ្ជីកណេឲ្យច្រើនទៀតតែយើងសង្កត់បន្តិចខ្សែសង្វាក់ហិរញ្ញវត្ថុគេនឹងដាច់ភ្លាមមិនបាច់សង្កត់ទេប្រាប់ផ្នែកច្បាប់និងហិរញ្ញវត្ថុផ្ដាច់រាល់កិច្ចសហការជាមួយក្រុមហ៊ុនគេហើយដកទុនទាំងអស់មកវិញ
ក្នុងរយៈពេល3ថ្ងៃខ្ញុំចង់ឃើញក្រុមហ៊ុនគេខ្សែធនហើយឲ្យមូលនិធិជើបង្ខំទិញយកលោកប្រធានជើចុះចំណែក Lin CFO វិញយកភស្តុតាងដែល Lin CFO តាក់ទងសិទ្ធិក្រៅប្រទេសដើម្បីលុយនិងវីដេអូសូប៉ាន់អ្នកកាសែតលួចថតលើកនេះបញ្ចេញទៅប្រព័ន្ធផ្សព្វផ្សាយធំទាំងអស់នៅជាងឆឹងបាទលោកប្រធានជើខ្ញុំទៅចាត់ការភ្លាមផ្ទេរភាគហ៊ុនក្លឹបទាំងអស់ទៅឈ្មោះប្អូនភ្លាមទៅម្យ៉ាងទៀតបងបានឲ្យក្រុមហ៊ុនទុកចិត្តរៀបចំមូលនិធិលូតលាស់សម្រាប់ប្អូននិងកូនដើមទុនដំបូងគឺចំនួននេះមូលនិធិទុកចិត្តភាគហ៊ុនក្លឹបសុទ្ធតែដាក់ឈ្មោះខ្ញុំទាំងអស់មែនទេត្រូវហើយដាក់ឈ្មោះប្អូនទាំងអស់កើតកូនហើយបងថ្លៃនឹងថែម2ចំណែកទៀតអរគុណបងថ្លៃល្អបំផុតហើយស៊ើបអង្កេតដល់ណាហើយលោកប្រធានជើស៊ើបដឹងច្បាស់ហើយក្រោយ Lin CFO ត្រឡប់មកវិញក្រុមហ៊ុនប្តីនាងរកស៊ីខាតទើបលួចស្វែងរកជំនួយហិរញ្ញវត្ថុពីគ្រប់យើងនាងមានបំណងចង់លេងផ្លូវងឹតដាក់លោកស្រីទី2ចង់លេងផ្លូវងឹតដាក់ជាងស៊ី Lin CFO ជាស្អីទៅទើបហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំក្រុមហ៊ុនប្តី Lin CFO មានបញ្ហាហិរញ្ញវត្ថុធំណាស់និងខ្លាញ់បន្លំបញ្ជីកណេឲ្យច្រើនទៀតតែយើងសង្កត់បន្តិចខ្សែសង្វាក់ហិរញ្ញវត្ថុគេនឹងដាច់ភ្លាមមិនបាច់សង្កត់ទេប្រាប់ផ្នែកច្បាប់និងហិរញ្ញវត្ថុផ្ដាច់រាល់កិច្ចសហការជាមួយក្រុមហ៊ុនគេហើយដកទុនទាំងអស់មកវិញក្នុងរយៈពេល3ថ្ងៃខ្ញុំចង់ឃើញក្រុមហ៊ុនគេខ្សែធនហើយឲ្យមូលនិធិជើបង្ខំទិញយកលោកប្រធានជើចុះចំណែក Lin CFO វិញយកភស្តុតាងដែល Lin CFO តាក់ទងសិទ្ធិក្រៅប្រទេសដើម្បីលុយនិងវីដេអូសូប៉ាន់អ្នកកាសែតលួចថតលើកនេះបញ្ចេញទៅប្រព័ន្ធផ្សព្វផ្សាយធំទាំងអស់នៅជាងឆឹងបាទលោកប្រធានជើខ្ញុំទៅចាត់ការភ្លាមបងចង់ធ្វើជាអង្គរៈផ្ទាល់ខ្លួនរបស់អូនសម្លាញ់បងមិនធ្លាប់មើលថែស្រីមានផ្ទៃពោះទេបើធ្វើមិនបានល្អត្រង់ណាប្រាប់បងភ្លាមណានឹងហើយហត់នឿយដល់បងហើយមិនហត់ទេឲ្យតែអូននិងកូនសុខសប្បាយបងធ្វើអ្វីក៏ព្រមដែរប្រពន្ធសម្លាញ់អូនកើតអីហ្នឹងប្តីសម្លាញ់លឿនឡើងពួកយើងទៅមើលដែរទៅប្រហែលជាលោកប្រធានជើលោកស្រីមានផ្ទៃពោះហើយបាន5សប្តាហ៍ហើយសុខភាពល្អណាស់ប្រពន្ធសម្លាញ់បងបានធ្វើជាប៉ាគេហើយឃើញទេបងស្រីខ្ញុំមានផ្ទៃពោះហើយលើកនេះខ្ញុំអាចទៅជួយមើលថែបងស្រីនិងជួយមើលកូនដោយចំហហើយបងស្រីអស្ចារ្យណាស់ពីមុនខ្ញុំតែងតែដើរតាមពីក្រោយបងមិននឹកស្មានថាឥឡូវសំបីតែយកកូនក៏នៅជាមួយគ្នាដែរតាំងពីតូចដល់ធំឯងដូចជាកន្ទុយអញ្ចឹងបងនៅចាំបានថាការនាំឯងមកផ្ទះដំបូងបងមិននិយាយស្ដីសោះគិតតែពីចាប់ជាឲ្យខ្ញុំជាប់បងស្រីកាលនោះខ្ញុំមានវិបត្តិផ្លូវចិត្តខ្លាចមនុស្សគ្រប់គ្នាមានតែបងទេដែលកាន់ដៃខ្ញុំបើមានអ្នកណាមកមើលងាយខ្ញុំបងនឹងចេញមុខការពារខ្ញុំភ្លាមមនុស្សឈួតយើងជាគ្រួសារតែមួយបើបងមិនការពារឯងតើឲ្យអ្នកណាការពារបងស្រីតាមពិតខ្ញុំមានការសម្ងាត់មួយមិនទាន់ប្រាប់បងទេអ่ะហ៎ការសម្ងាត់អីទៅ
តាមពិតការរៀនថ្នាក់ទីខ្ពស់មិនមែនមកពីខ្ញុំឆ្លាតនោះទេគឺមកពីបងរៀនមុនខ្ញុំ2ឆ្នាំខ្ញុំខ្លាចបងរៀនចប់ទៅគ្មានអ្នកណានៅការពារខ្ញុំទៀតទើបខ្ញុំខំប្រឹងរៀនដើម្បីបានចូលសាកលវិទ្យាល័យនិងរៀនជំនាញដូចបងឯងនេះពិតជាឈួតមែនគិតថាមានតែឯងម្នាក់ទេដែលខំប្រឹងការនោះលទ្ធផលសិក្សាខ្ញុំធម្មតាទេគិតតែពីលេងរាល់ថ្ងៃតែឯងវិញស្រែកចង់ប្រឡងចូលសាកលវិទ្យាល័យជាមួយបងរាល់ថ្ងៃពេលនោះបង stress ខ្លាំងរហូតគេងមិនលក់ខ្លាចប្រឡងមិនជាប់ធ្វើឲ្យខូចអនាគតឯងប៉ុន្មានឆ្នាំនោះបងលួចខំប្រឹងរៀនទាំងយប់ទាំងថ្ងៃទើបប្រឡងជាប់សាលាល្បីបានបងស្រីបងល្អចំពោះខ្ញុំណាស់ជាតិនឹងខ្ញុំនឹងនៅតោងបងរហូតល្អហើយបងនឹងការពារឯងមួយជីវិត